show នឹងគាត់តែចង់ប្រាប់គ្នាយើងថាកុំ spam អីខ្ញុំអានគ្រប់តែ comment ទេហើយបើឈលជាអញ្ចឹងហើយខ្ញុំដាក់ commander Fanny តាមសំណុំពូគាត់មួយហ្មងហើយមួយទៀតសម្រាប់គ្នាយើងដែលសុំមកបង្រៀនលេងពាក់ព័ន្ធជាមួយ Magic Chess Google ដែរនិយាយខ្ញុំទៅដៃថ្មីយកហ្មងខ្ញុំសហធ្វើវីដេអូ 3-4 ដងដែរក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាអត់កើតយកជាកាតកើតបានមកទល់ឥឡូវនឹងអត់តន់ចេញវីដេអូទៀតក៏សុំទោះមែនតើសម្រាប់គាត់ហើយមកទល់ឥឡូវថាមិនត្រូវគាត់ចេះលេង Magic Chess បាត់ហើយមិនបាច់ខ្ញុំបង្រៀនផងព្រោះថាវាយូរមែនតើវា2អាទិត្យហើយដល់តាមពិតទៅធម្មតាខ្ញុំ ignore ទៅក៏គាត់មិនមកហៅខ្ញុំដែរគាត់ថាខ្ញុំវាអត់ស្នុកក្នុងចិត្តដោយសារអីខ្ញុំបានសន្យាមួយគាត់តែខ្ញុំនេះវាធ្វើអត់តន់ហើយនឹងកាលទេលោកអើយបានហើយឈប់ខ្វល់រឿងក្រុមគ្រួខ្ញុំមួយរយៈសិនឥឡូវហ្នឹងមកយល់ដឹងអំពី skill របស់ Commander Fanny វិញ original skill របស់ Commander Fanny គាត់នឹងទទួលបាននៅក្តារមួយដែលអាចបាញ់ hero ចូលទៅក្នុង board បានដោយមិនចាំបាច់យើងត្រូវការ level up Commander ឲ្យគ្រប់ចំនួននេះមានន័យថាបើសិនជា Commander យើង level 6យើងអាចដាក់ hero បានតែ6ទេតែបើសិនជាយើងដាក់ hero នៅលើក្តារបាញ់មួយហ្នឹងពេលដែល start round វានឹងបាញ់ hero មួយដែលយើងដាក់លើក្តារហ្នឹងចូលទៅក្នុង board របស់យើងអញ្ចឹងយើងមាន7 hero ក៏ប៉ុន្តែក្តារហ្នឹងយើងមិនអាចប្រើវាភ្លាមបានទេយើងត្រូវរងចាំរហូតដល់10 round ទៅយើងអាចប្រើប្រាស់ក្តារហ្នឹងបានក៏ប៉ុន្តែបើសិនជា Fanny របស់អ្នកទាំងអស់គ្នាគឺជា Fanny ផ្កាយ2អ្នកទាំងអស់គ្នាអត់ចាំបាច់ត្រូវការរងចាំរហូតដល់10 round ទេធំតែ2 round យើងអាចប្រើវាបានហើយ hero ដែលបាញ់ចេញពីក្តារហ្នឹងនឹងទទួលបាន 20% hybrid attack និង 20% ឈាមបន្ថែមទៀតសម្រាប់ការរបស់ Commander Fanny និយាយរួមទៅនៅពេលដែល Commander Fanny ឡើងដល់ level 5យើងនឹងទទួលបានកន្លែងដាក់ hero បានមួយ slot ថែមទៀតអញ្ចឹងមានន័យថាបើសិនជាយើងលេង Commander Fanny យកកាត Fanny យើងអាចដាក់ hero លើសគេបានដល់តែ2មិនបាននិយាយថា2ទី1យើងអាចថែម slot ទី2យើងដាក់ hero នៅលើក្តារនិងបាន hero នៅលើ slot អញ្ចឹងហើយយើងនឹងលើសគេដល់តែ2 hero ហើយឥឡូវសាកសម័យបើសិនជានៅពេលដែលយើងដេញថ្លៃយកថែម slot មួយទៀតយើងលើសគេដល់តែ3ដល់ពេលលើសគេដល់តែ3 hero អញ្ចឹងគាត់ថាលុយទៅវាយឈ្នះគេ early ឡើងស្រួលតែចង់និយាយថាអាលើស slot នឹងអត់ប្រយោជន៍ទេដល់ late game មកបើសិនជាលេង Commander Fanny កុំយកកាត Fanny អីលើសគេ2នឹងវាណាស់ហើយមិនបាច់ចាំតែលើសគេ3ទេយកកាតអីផ្សេងទៅព្រោះថា late game យើងត្រូវការ hero តែ1ឬ2ដើម្បី carry ទេយកកាតអីផ្សេងបើសិនជាអាចយកកាត item ដោយកាត Silong កាត Mia កាត Ruby អីហ្នឹងសិតតែល្អទាំងអស់តែបើយកកាតវាវិញនិយាយមែនពេលច្រើនបាក់នៅ late game ហ្មងតែបើអ្នកខ្លះគេចង់លេង Mystic Mail 11អីហ្នឹងហើយយកកាត Fanny ទៅអត់ខុសទេ11ស្រួលរហហ្មងវាគ្រាន់តែថាវាហានិភ័យខ្លាំងសួរថាបើយកកាត Fanny អាចឃើញ Mystic Mail 11អត់ថាមិនត្រូវហ្នឹងតែ Mystic Mail 9ហ្នឹងយកមិនតាន់បានផងងាប់បាត់ហើយឥឡូវហ្នឹងខ្ញុំអស់អីនិយាយហើយបើអ្នកនរគ្នាមានអីឆ្ងល់អាចសួរខ្ញុំនៅក្នុង comment បានហើយដូចខ្ញុំនិយាយចឹងមិនបាច់ចាំ spam អីច្រើនទេតែទោះបីជា spam ក៏ខ្ញុំអត់ខឹងដែរគាត់ថាទៅ spam ធ្វើអីបើខ្ញុំអង្គុយអានគ្រប់ទៅ comment ហ្នឹងសូម្បីតែ emoji សើចមួយក៏ខ្ញុំចូលទៅ reply ដែរឥឡូវហ្នឹងអស់អីនិយាយមែនតើហ្នឹងបាយបាយ Victory with style.